ជាការពិតណាស់នៅក្នុងពេលថ្មីៗនេះប្រទេសថៃគឺកំពុងតែលាក់បាំងនិងខំប្រឹងដោះស្រាយគ្រប់យ៉ាងទាំងអស់នៅក្នុងករណីតារា model Belarus ដែលត្រូវបានសម្លាប់វះយកគ្រឿងក្នុងចំណែក Stand Up គឺជា Page Stand Up News នឹងធ្វើការលំអិតព្រមនេះទោះបីជាព័ត៌មានជុំវិញពិភពលោកបានផ្សាយប្រុងព្រាតថាតារា model សញ្ជាតិ Belarus ដែលមានឈ្មោះថា Vera Kruttsova ដែលត្រូវបានគេលបួងឲ្យមកលេងនៅប្រទេសថៃហើយបានចាប់ចម្រិតជោគទៅប្រទេសមីយ៉ាន់ម៉ាក៏ដោយក៏ប៉ុន្តែរដ្ឋាភិបាលទីក្រុងបាងកកខំបិទបាំងដល់សារនៃជ័យលៀងខ្លួនយកតែល្អខ្លួនឯងថាតាមពិតទៅតារាវ័យ26ឆ្នាំរូបនេះបានចាកចេញពីប្រទេសថៃដោយខ្លួនឯងហើយគ្មានសញ្ញានៃការចាប់ពង្រត់អ្វីនោះទេរឿងរ៉ាវរបស់តារា Kruttsova ដែលត្រូវបានក្រុមអ ក្រិតកម្មអនឡាញនៅមីយ៉ាន់ម៉ាសម្លាប់វះយកគ្រឿងក្នុងបានបង្កការភ្ញាក់ផ្អើលនិងរន្ធត់តក់ស្លុតជុំវិញពិភពលោកតែម្ដងហើយករណីនេះបានបង្ហាញយ៉ាងច្បាស់ថាប្រទេសថៃគឺជាស្ពានចម្លងសម្រាប់ប្រតិបត្តិការរបស់ក្រុមអន្តរជាតិគឺពួកស្កេមស្របពេលមានការតាមដានជាអន្តរជាតិប្រទេសថៃកំពុងតែព្យាយាមដោះសារដោយយោងទៅតាមការផ្សាយរបស់ The Nation កាលពីថ្ងៃអង្គារទី21ខែតុលាឆ្នាំ2025ស្នងការនៃនាយកដ្ឋានអន្តរប្រវេសន៍ផាន់ណាម៉ាប៊ុនយ៉ាឡុកបានបញ្ចេញនូវលទ្ធផលនៃការស៊ើបអង្កេតដែលបង្ហាញថា Kruttsova បានចូលមកប្រទេសថៃនៅវេលាម៉ោង 12:41 នាទីយប់នៅថ្ងៃទី12ខែកញ្ញាឆ្នាំ2025តាមអាកាសយានដ្ឋានសុវណ្ណភូមិក្រោយពីតារាស្រីរូបនេះបានចាកចេញពីប្រទេសរបស់ខ្លួននៅថ្ងៃទី20ខែកញ្ញាឆ្នាំ2025នៅវេលាម៉ោង 7:20 នាទីព្រឹកដោយជិះយន្តហោះThai Airways ជើងហោះហើរ TG 301ឆ្ពោះទៅកាន់ទីក្រុងយ៉ាងកូនប្រទេសមីយ៉ាន់ម៉ាទន្ទឹមជាមួយគ្នានោះផងដែរលោកជិនរងរិបផាឌីស្នងការរងនិងជាអ្នកនាំពាក្យនៃនាយកដ្ឋានអន្តរប្រវេសន៍ថៃបានលើកឡើងថាពេលនាងទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយនោះមានរឿងអ្វីកើតឡើងគឺមិនពាក់ព័ន្ធជាមួយនឹងប្រទេសថៃអ្វីនោះទេស្របជាមួយនឹងគ្នានេះសូមជម្រាបជាថ្មីផងដែរថាបើតាមសេចក្តីរាយការណ៍របស់កាសែត Chu Sandali កាលពីថ្ងៃទី17ខែតុលាឆ្នាំ2025តារា model Kruttsova ត្រូវបានគេបញ្ឆោតឲ្យមកទីក្រុងបាងកកកាលពីខែមុនដោយបោកថាធ្វើការក្រៅម៉ោងនិងធ្វើសម្ភារឯទោះបីជាយ៉ាងណាក៏ដោយមិនដូចអ្វីដែលបានរំពឹងទុកនោះឡើយនាងបែរជាត្រូវបានក្រុមអន្តរជាតិធ្វើស៊ីដោយនាំទៅភូមិខាងជើងនៃប្រទេសមីយ៉ាន់ម៉ានាងត្រូវបានគេដកហូតលិខិតឆ្លងដែននិងទូរស័ព្ទព្រមទាំងរងការវាយដំនិងគំរាមកំហែងហើយបង្ខំឲ្យនាងធ្វើការនៅក្នុងបណ្ដាញសង្គមឆបោកតាមអនឡាញឈានទៅដល់ការសម្លាប់វះយកគ្រឿងក្នុងថែមទៀតផងដែររឿងមួយនេះបានសបបញ្ជាឲ្យឃើញថាប្រទេសថៃបានយកល្អតែខ្លួនឯងទម្លាក់កំហុសទៅលើអ្នកដទៃហើយក៏ជាការសបបញ្ជាឲ្យឃើញថាប្រទេសថៃគឺជាស្ពានសម្រាប់ចម្លងក្រុមអន្តរជាតិឬក៏ហៅថាជនឆបោកតាមប្រព័ន្ធអនឡាញនោះបានជាងព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន